ចង់ដំឡើង Windows 11ដោយខ្លួនឯងមែនអត់បងប្អូនមិនបាច់ខាតពេលយកទៅហាងទេថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀប download Windows 11ជំនាន់ចុងក្រោយបង្អស់ពី website Microsoft ផ្ទាល់ដោយប្រើកម្មវិធី Google Chrome ងាយត្រឹមតែ1នាទីតោះទៅមើលទាំងអស់គ្នាដំបូងបង្អស់សូមបងប្អូនបើកកម្មវិធី Google Chrome នៅក្នុងកុំព្យូទ័ររួចវាយពាក្យថា download Windows 11គឺនៅក្នុងប្រអប់ស្វែងរករួចចុច Enterបន្ទាប់មកសូមជ្រើសរើសយកលទ្ធផលដំបូងគេបង្អស់ដែលជា website ផ្លូវការរបស់ក្រុមហ៊ុន Microsoft ផ្ទាល់ដើម្បីធានាថា file ដែលយើងទាញយកមកគឺមានសុវត្ថិភាពនិងមិនមានជាប់មេរោគអូសចុះក្រោមបន្តិចរកពាក្យថា Download Windows 11 Disk Image ISO for 64 devices ក៏រួចចុចជ្រើសរើសយក Windows 11រួចចុចប៊ូតុង Confirmបន្ទាប់មកទៀតប្រព័ន្ធនឹងទាមទារឲ្យយើងជ្រើសរើសភាសាសូមបងប្អូនរើសយកភាសា English United States រួចចុចលើពាក្យ Confirm ជំហានចុងក្រោយបងប្អូនគ្រាន់តែចុចលើប៊ូតុង 64-bit download នោះកម្មវិធី Google Chrome នឹងចាប់ផ្ដើមទាញយក file Windows 11មកហើយល្បឿនលឿនឬយឺតគឺអាស្រ័យលើអ៊ីនធឺណិតរបស់បងប្អូនអូខេឥឡូវយើងបាន file Windows 11ហើយនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីជំហានទី2គឺរបៀបដំឡើងកម្មវិធី Rufus និងរបៀប run file នេះចូលទៅក្នុង flash drive វិញម្ដងកុំភ្លេចចុច follow page របស់ខ្ញុំម្នាក់មួយផងណាដើម្បីកុំឲ្យខកខានមេរៀនបន្តទៀត